បាទជាបឋមខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងឱកាសថ្ងៃនេះដែរខ្ញុំបាទធាជីងថងព្រមទាំងបងប្អូនសេងសវណ្ណរិទ្ធណាបាទអញ្ចឹងថ្ងៃនេះយើងមានឱកាសយើងបានជួបគ្នាអញ្ចឹងខ្ញុំបាទក៏នឹកឃើញពីរឿងរ៉ាវនៃការសិក្សាអំពីទស្សនវិជ្ជាតកតងជាមួយនឹងពុទ្ធិវិជ្ជាបាទអញ្ចឹងបងប្អូនក៏បានសិក្សាអញ្ចឹងយើងចង់ដឹងថាតើបងប្អូនបានយល់អ្វីខ្លះអំពីនិយមន័យក៏ដូចជាចំណុចផ្សេងអំពីពុទ្ធិវិជ្ជាអញ្ចឹងដើម្បីចង់ដឹងទៅលើខ្លឹមសារទាំងអស់គ្នាចាំយើងនឹងដឹងអំពីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងទី1បងចង់សុំសួរអំពីនិយមន័យទ្រឹស្ដីពុទ្ធិឬក៏ពុទ្ធិវិជ្ជានឹងតើវាមាននិយមន័យបែបម៉េចទៅតាមអ្វីដែលបងប្អូនបានសិក្សាកន្លងមកបាទអរគុណបងចំពោះសំណួរតាក់ទងជាមួយបងប្អូនបានសិក្សានៅមុខវិជ្ជាពុទ្ធិវិជ្ជាឬក៏ទ្រឹស្ដីពុទ្ធិហ្នឹងរយៈពេល1ឆ្នាំមាសចំពោះអត្ថន័យវាអាចមានច្រើនប៉ុន្តែខ្ញុំលើកអត្ថន័យមួយតាក់ទងមួយនិយមន័យទ្រឹស្ដីពុទ្ធិបានន័យថាគឺជាការសិក្សាអំពីប្រភពនៃការយល់ដឹងក៏ដូចជាសិក្សាអំពីធម្មជាតិនៃពុទ្ធិវិសាលភាពនៃពុទ្ធិឬក៏ពុទ្ធិហ្នឹងវាមានសុពលភាពកម្រិតណាបាទ